ឈាមខាប់យើងអាចមើលនៅក្នុងគេហៅ CBC ហ្នឹងគឺ full blood count មកន័យថាគេរាប់គ្រាប់ឈាមនៅក្នុងឈាមយើងទាំងអស់ហើយគេមើលប៉ារ៉ាម៉ែត្រមួយហៅថា hematocrit ហ្នឹងគឺជាភាគរយអញ្ចឹងនៅពេលដែលយើងបូមឈាមហើយហ្នឹងគេយកឈាមយើងហ្នឹងទៅដាក់នៅលើតុដើម្បីមើលថាតើវារមហើយវាមាន plasma ហ្នឹងអាពពួកទឹកហើយនឹងអារងខាងក្រោមក្រហមហ្នឹងគឺជាគ្រាប់ឈាមសគ្រាប់ឈាមក្រហមផ្លាកែតអីហ្នឹងថាតើវារងនៅក្នុងកម្រិតប៉ុណ្ណាអញ្ចឹងប្រសិនបើភាគរយវាឡើងខ្ពស់បានន័យថាឈាមរបស់យើងវាខាប់បានន័យថាគ្រាប់ឈាមស្អីហ្នឹងវាច្រើនខ្លាំងលើកម្រិតធម្មតាឬក៏វាច្រើនជាងអាទឹក plasma នៅក្នុងខ្លួនរបស់យើងហ្នឹងអញ្ចឹងបានអ្នកខ្លះគេពេលដែលបូមឈាមមើលអាគ្រាប់ឈាមហ្នឹងហើយគេថាឈាមរាងខាប់ប៉ុន្តែភាគច្រើនរឿងដែលឃើញ hematocrit ហ្នឹងរៀងឡើងខ្ពស់ហ្នឹងគឺពាក់ព័ន្ធជាមួយនឹងរឿងយើងញ៉ាំទឹកអត់បានគ្រប់គ្រាន់អ្វីមួយដែលយើងត្រូវគិតគឺញ៉ាំទឹកបានគ្រប់គ្រាន់នៅតែនៅពេលដែលយើងឃើញអញ្ចឹងហើយយើងទៅញ៉ាំ aspirin វាជួយអត់ទេព្រោះអីថ្នាំ aspirin គេហៅថាជា anti platelets ន័យថាវាប្រឆាំង anti បានន័យថាប្រឆាំង platelets បកខ្មែរហៅថាគ្រាប់ឈាមផ្លាកែតហ្នឹងមុខងាររបស់វាគឺកំណត់